អូនមិនចាំបាច់សុំទោសទេនឹងបាត់បង់មិនឲ្យអ្នកណាដឹងពីជាពេនអូនព្រួយបារម្ភខ្លាចគេមានរឿងគឺជារឿងធម្មតាទេមហេសីទី2នាងមិនបាច់មានអារម្មណ៍ថាខុសនិយាយខ្លួនឯងក៏មិនដឹងទើបសង្ស័យវិជាពេទ្យរបស់យងហឺដូចគ្នាព្រះអម្ចាស់និងមហាសត្យានេះមិនស្ដីបន្ទោសដល់ខ្ញុំម្ចាស់ថែមទាំងលើកទឹកចិត្តដល់ខ្ញុំម្ចាស់ទៀតខ្ញុំម្ចាស់ពិតជាជ្រុតជ្រាបណាស់ស្រីម្នាក់នេះមិនប្របាត់បងឱកាសទាមទារការចាប់អារម្មណ៍ទៀតក៏ប៉ុន្តែបងស្រីរៀនវិជាពេទ្យនេះតាំងពីពេលណាមកកាលពីមុនពេលនៅផ្ទះខ្ញុំមិនចាំមិនដែលឃើញបងអានគម្ពីរទេមែនហើយវិជាពេទ្យវះកាត់យកកូននេះពិបាកណាស់សូម្បីតែពេទ្យនៅក្នុងរាជវាំងនៅធ្វើមិនបានផងតែចៅបាយជារៀនបានសូម្បីតែយាយក៏សង្ស័យដែរខ្ញុំម្ចាស់គ្រាន់តែចៃដន្យប្រទះឃើញគម្ពីរបុរាណតែរៀនវិធីនៅក្នុងនោះនៅពេលដែលនៅផ្ទះប្អូនស្រីក៏មិនបានសូវខ្វះខ្វាយនឹងបងមិនឃើញបងអានគម្ពីរពេទ្យជារឿងធម្មតាទេការប៉ັດគឺដូច្នេះសោះខ្ញុំខ្វល់ខ្វាយបងតិចតួចពេកបើដឹងតាំងពីដំបូងថាបងស្រីចេះវិជាពេទ្យស្ទាត់ជំនាញបែបនេះនៅពេលដែលលោកសេនាឈឺធ្ងន់ត្រូវការពេទ្យព្យាបាលខ្ញុំនៅណែនាំបងបាត់ទៅហើយមិនបាច់ណែនាំទេអាការៈរបស់លោកយាយរាជពេទ្យទូទាំងនគរនៅតែមិនអាចព្យាបាលបាននឹងមានអីអាចព្យាបាលបានទៅឬមួយវិជាពេទ្យនឹងប្រកែកជាងគេព្រះអម្ចាស់មិនក៏មានបន្ទូលបែបនេះសូម្បីតែមនុស្សដែលផុតដង្ហើមហើយនាងក៏អាចធ្វើឲ្យមានដង្ហើមវិញខ្ញុំគិតថាបងស្រីគឺមានសមត្ថភាពពិសេសព្រះរាជគ្រូជាសេនា3ចំនួនហើយថែមទាំងជីវិតនេះធ្វើដើម្បីរាជសំណាក់អស់ពីកម្លាំងកាយចិត្តនេះក៏ចាត់ទុកថាមានគុណបុណ្យយ៉ាងធំធេងតែដល់ចាស់ជរាត្រូវមានរោគបែបនេះសូម្បីតែស្ដេចផែនដីក៏នៅតែខ្វល់ខ្វាយរឿងនេះគួរឲ្យសោកស្ដាយណាស់មកដល់ពេលនេះនៅមិនទាន់មានពេទ្យណាអាចព្យាបាលបានជាទេតែព្រះរាជគ្រូមានជំងឺអីទៅព្រះមេម្ចាស់ឬគេនិយាយថាលោកឈឺពោះហូបអាហារមិនចូលតែងតែមានអារម្មណ៍ថាក្តៅនៅក្នុងពោះហើយក៏មានអារម្មណ៍ថាឈឺក្រោមស្មាខាងស្ដាំទៀតឈឺពោះក្តៅនៅក្នុងពោះហើយថែមទាំងឈឺស្មាខាងស្ដាំទៀតឬមកក៏គ្រោះក្នុងកាពះយងហឺចៅស្គាល់រោគនេះដែរតើអាចព្យាបាលបានទេបើចៅអាចព្យាបាលបានគួរតែទៅព្យាបាលឲ្យព្រះរាជគ្រូបន្តិចទៅមហាក្សត្រយ៉ាងនេះឲ្យនឹងទៅព្យាបាលគឺមិនស័ក្តិសមទេខ្ញុំម្ចាស់រីករាយនឹងទៅពិនិត្យអាការៈលោកគ្រូតែអាចព្យាបាលបានឬអត់នោះទៅតែពិនិត្យមើលអាការៈសិនទៅដឹងស៊ូយនហឺតាមតែយើងដឹងនឹងមិនធ្លាប់រៀនជាពេទ្យពីមុនមកទេដែលនឹងអាចជួយម្ចាស់បងបានព្រោះរឿងចៃដន្យនេះនឹងគិតថាជាពេទ្យរបស់នឹងអាចគ្រប់គ្រាន់ខ្លាំងពូកែមែនទេយាយមានអារម្មណ៍ថាយងហឺប្រកាសជាអាចព្យាបាលជំងឺឲ្យលោកគ្រូបានយងហឺចៅទៅព្យាបាលជំងឺឲ្យព្រះរាជគ្រូទៅបើចៅព្យាបាលបានយាយនឹងឲ្យពោចៅមួយសូមកុំឲ្យតែធ្វើបាបប្រជារាស្ត្រចង់សុំអ្វីក៏បានដែរមហាក្សត្រយ៉ាងនេះបើខ្ញុំម្ចាស់អាចព្យាបាលជំងឺឲ្យព្រះរាជគ្រូបាននោះខ្ញុំម្ចាស់នឹងសុំរាជបញ្ជាមួយច្បាប់ចៅចង់សុំរាជបញ្ជាអ្វីចាំពេលខ្ញុំម្ចាស់ព្យាបាលជំងឺគាត់ជាខ្ញុំម្ចាស់នឹងទូថ្វាយល្អយាយយល់ព្រមខ្ញុំម្ចាស់ជឿថាបងស្រីប្រកាសជាអាចព្យាបាលឲ្យជាមិនខានព្រះអង្គទាញខ្ញុំមកទីនេះធ្វើអីអាការៈរបស់លោកសេនានឹងមិនអាចព្យាបាលបានទេព្រោះហេតុអីទៅនឹងមិនចាំបាច់សួរទេយើងប្រាប់យ៉ាងម៉េចនោះធ្វើតាមយើងទៅការព្យាបាលព្រះរាជគ្រូជារឿងរបស់ខ្ញុំម្ចាស់ព្រះអង្គមកខ្វះអ្វីដែរម្យ៉ាងទៀតខ្ញុំម្ចាស់ទទួលពាក្យម្ចាស់យាយហើយព្រះអង្គគ្រប់លោកសេនាខ្លាំងណាស់លោកសេនាគឺមានអាយុច្រើនហើយបើសិនជាលោកខាត់មានរឿងអីនោះទោះបីជានឹងមានជីវិត10ក៏នឹងមិនអាចរួចខ្លួនបានដែរតើស្ដាប់បានដែរទេបើសិនជានាងចង់យករឿងនេះយកប្រតិមហាក្សត្រយ៉ាងនេះយើងសុំប្រាប់នឹងឲ្យច្បាស់ណានឹងមិនអាចទៅរួចនោះទេខ្ញុំម្ចាស់មិនបានណាស់ហើយចាលោកចង់គិតយ៉ាងណាជារឿងរបស់លោកតែរឿងរបស់លោកសេនាគឺខ្ញុំសម្រេចចិត្តហើយត្រូវតែព្យាបាលស៊ូយនហឺហើយបានជានឹងឌឺមិនស្ដាប់អញ្ចឹងបើព្រះម្ចាស់គ្មានរឿងអីទេខ្ញុំម្ចាស់សូមត្រឡប់ទៅរកម្ចាស់យាយវិញហើយនឹងស្រីម្នាក់នេះពិតជាគ្មានហេតុផលពិតមែនជួយជីវិតរបស់មនុស្សជាទូនាទីរបស់ពេទ្យម្យ៉ាងទៀតបើអាចព្យាបាលព្រះរាជគ្រូជាខ្ញុំនឹងសូមរាជបញ្ជាលែងលះហើយក៏ចាក់ចេញពីដំណាក់ព្រះអម្ចាស់ចេញពីមុនចូលមករកយើងឲ្យមកស្គាល់ពាក្យខ្មាស់អៀនតែឥឡូវនេះបែរជាបង្ងើយដាក់យើងយ៉ាងនេះតើក្នុងកសែភ្នែកនាងធ្លាប់មានយើងដែរទេ